ស្ងាត់ល្អឈៀលណាចូលចិត្តលេខនេះទៅអធិការទៅខ្លងមកផាំឡូថាយើងចូលចិត្តបែបrelax អីមកណា the best ever នេះគឺអីកង់សូមជម្រាបសួរក៏សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាវិលត្រឡប់មកវិញជាមួយខ្ញុំបាទបញ្ញាហើយថ្ងៃនេះដែរគឺជាថ្ងៃទី2ដែលយើងចាក់ចេញពីគេហៅកោះត្រង់ធ្វើដំណើរទៅខាងមណ្ឌលគិរីបងប្អូនណាថ្ងៃនេះហើយឥឡូវនេះយើងកំពុងចាក់ចេញទៅលើពីកោះដើម្បីឆ្លងដគេហៅដឆ្លងទៅកោះត្រង់ចេញទៅខាងទីរួមខេត្តវិញនេះហើយគឺទស្សនវិជ្ជានៃឆ្លងដបងប្អូនអាចទស្សនាបានគឺពិតជាស្រស់ស្អាតសម្រាប់នៅលើកោះត្រង់នេះដែរបងប្អូនឥឡូវយើងក៏បានរៀបចេញដំណើរឆ្លងពីកោះត្រង់បន្តដំណើរទៅខាងទីរួមខេត្តដើម្បីថាត្រូវទៅខាងត្រើយទីរួមខេត្តដែរបងប្អូនហើយយើងនឹងឆ្ពោះទៅខាងអន្លង់ផ្សោតដើម្បីយើងទៅទស្សនានៅផ្សោតកម្ពុជាបងប្អូនអញ្ចឹងតិចទៀតរីកទស្សនាបន្តទាំងអស់គ្នាបងប្អូនជាមួយនឹងទស្សនវិជ្ជានៅអន្លង់ផ្សោតទាំងអស់គ្នា Yeah, I think so. Yeah, go. Okay, now the way going down to see the Dolphin River. បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ក្នុងសតកម្ពីហើយខ្ញុំក៏បានធ្វើដំណើរជាមួយទូកជិះទស្សនាជាមួយផ្សោតនៅក្នុងទឹកដីខាងប្រចេះហើយសម្រាប់រយៈពេលយើងទស្សនាគឺចូលក្នុង1ម៉ោងជាងបងប្អូនអាស្រ័យទៅលើបងប្អូនចង់ទស្សនាទេជាក់ស្ដែងចង់នៅយូរក៏បានចង់នៅលឿនក៏បានបងប្អូនហើយទស្សនវិជ្ជានេះខ្ញុំមិនបានផ្ដិតអីច្រើនដែរបងប្អូនក្នុងបង្ហាញទស្សនវិជ្ជាមួយដែលបានថតជាប់គេហៅថាដែលឃើញផ្សោតយើងកំពុងប្រឡែងគ្នាជាមួយកូនរបស់ផ្សោតចឹងណាសម្រាប់វីដេអូកន្លែងលងផ្សោតកម្ពីនេះខ្ញុំបានថតបានតិចមែនតើចឹងបងប្អូនអាចតាមបានទស្សនាជាមួយនឹងទស្សនវិជ្ជាបន្តដំណើរទៅខាងមុខទៀតបន្ទាប់ពីយើងចាក់ចេញពីអន្លង់ផ្សោតទាំងអស់គ្នាសូមអរគុណរីករាយទស្សនាទាំងអស់គ្នា ប
បាទសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាម្ដងទៀតបន្ទាប់ពីយើងបានទស្សនានៅដងសោតកម្ពុជារួចរាល់យើងក៏ធ្វើដំណើរចេញពីដងសោតឆ្ពោះទៅខាងស្នួលស្រុកស្នួលឆ្ពោះទៅខាងខេត្តមណ្ឌលគិរីថ្ងៃនេះដែរបងប្អូនហើយឥឡូវនេះកំពុងតែស្ថិតលើផ្លូវចេញពីខេត្តគេហៅផ្លូវក្បាត់ក្រុងមួយទៀតដែលយើងចេញពីដងសោតកម្ពុជាយើងពុកទៅផ្លូវនោះចេញទៅស្នួលតែម្ដងតែខ្ញុំភ្លេចផ្លូវលេខប្រហែលបាទថាដឹងថាផ្លូវហ្នឹងអាចចេញទៅដល់ស្នួលអូខេអញ្ចឹងយើងនឹងមានការហូបបាយថ្ងៃត្រង់នៅស្នួលថាពេលហ្នឹងខ្ញុំបានថតដែរបងប្អូនហើយសំទោសបងយើងវល់វិវល់ឲ្យរៀបការងារភ្ញៀវអញ្ចឹងពេលថតវីដេអូច្រើនដូច្នេះយើងក៏បានឈប់បាយហើយបន្ទាប់មកយើងរៀបរងក៏យើងតដំណើរទៅមុខទៀតទៅខាងខេត្តមណ្ឌលគិរីនេះជាសកម្មភាពដែលខ្ញុំកំពុងហូបបាយបងប្អូនទាំងគ្នាអូខេអញ្ចឹងរីករាយជាមួយតាមដងផ្លូវជាមួយនឹងទស្សនវិជ្ជាខ្ញុំបានធ្វើដំណើរម្ដងទៀតអរគុណច្រើន